មនុស្សដែលចេះមើលឃើញអំពើល្អរបស់អ្នកដទៃភាសាខ្មែរយើងហៅបាលីហៅកតញ្ញូប៉ុន្តែខ្មែរយើងជួយចិត្តពាក្យថាកតញ្ញូហ្នឹងមកអំវងទៅរឿងថ្វាយគុំម៉ែថ្វាយគុំឪចាំម៉ែចាំឪអត់ខុសទេប៉ុន្តែន័យហ្នឹងវាស្គោបវាទូចពេកប្រែថាកតញ្ញូប្រែមកវិញថាចេះមើលឃើញអំពើល្អរបស់អ្នកដទៃកតៈប្រែថាអំពើល្អញូប្រែថាដឹងឬក៏មើលឃើញអញ្ចឹងអ្នកណាក៏ដោយដែលចេះមើលឃើញអំពើល្អរបស់គេអ្នកនឹងឈ្មោះថាកតញ្ញូជនដែរឬក៏កតញ្ញូតាភាវៈជាអ្នកដឹងនៅអំពើល្អរបស់អ្នកដទៃនៅពេលណាដែលគេធ្វើអំពើល្អហើយយើងមើលអត់ឃើញយើងក៏ចាត់ចូលនៅក្នុងអកតញ្ញូដែរពីព្រោះយើងមើលអត់ឃើញដោយសារកិលេសរបស់យើងមានះរបស់យើងទោសៈរបស់យើងកំហឹងរបស់យើងការចំណែនរបស់យើងមានអកុសលហ្នឹងវាបាំងមើលឃើញអំពើល្អអ្នកដទៃអត់ឃើញទេអញ្ចឹងបើអ្នកណាចេះមានកតញ្ញូចេះមើលឃើញចេះឲ្យតម្លៃចេះតបស្នងចំពោះអំពើល្អរបស់គេនោះអាទឹកចិត្តល្អហ្នឹងវាស្រូបយកសារធាតុល្អចូលមកក្នុងជីវិតហើយតើកាលណាយើងមានមួម៉ៅសៅមងច្រើនបាបហ្នឹងក៏វាស្គាល់គ្នាវាមានប្រេកង់ដូចគ្នាអាមួម៉ៅសែតអីចឹងបាបចាស់មកហ្មងវាស្រូបមកហ្មងអាហ្នឹងបោះវាដូចគ្នាអញ្ចឹងអាត្មាជូនពរមិនមានអីទេគ្រាន់តែថាឲ្យបងប្អូនទាំងអស់ប្រឹងយើងធ្វើបុណ្យតិចប៉ុន្តែធ្វើបុណ្យញឹកធ្វើបុណ្យរឿយធ្វើបុណ្យជាប្រចាំធ្វើបុណ្យនៅផ្ទះមានព្រះថ្វាយអង្គមព្រះបូជាផ្កាដាក់បាតចាំម៉ែចាំឪធ្វើចិត្តឲ្យជ្រះថ្លាឲ្យសុបាយមានមេត្តាវាស្រស់មកសួនផ្កាហ្នឹងមកស្អីខ្លះមកមើលសួនផ្កាមានមេអំបៅមានឃ្មុំមានមនុស្សទេសចរមែនទេទាំងអស់គ្នាណាប៉ុន្តែសំខាន់យើងសិនអានឹងអាចាំពាក្យលោកគ្រូធំនៅវត្តលោកជាលាចាក់សខាថាបើយើងជីកស្រះឲ្យធំហើយយើងអត់ពិបាកហៅកុកមកទេកុកវាគង់នឹងមកទេប៉ុន្តែឲ្យយើងមានស្រះសិនមានន័យថាយើងរៀបចំខ្លួនឲ្យល្អសិនទើបយើងអាចហៅមនុស្សឲ្យមកចូលរួមជាមួយយើងហើយយើងបានរីកចម្រើនទាំងអស់គ្នាអញ្ចឹងជូនពរបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបានជោគជ័យណាអនុមោទនា